ដំណាប់ស្វាយវគ្គ2វគ្គមុនអ្នកទាំងអស់គ្នាបានឃើញតែធំបេះទេប៉ុន្តែវគ្គនេះគឺនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបធ្វើតែម្ដងអញ្ចឹងកុំភ្លេចមើលវីដេអូនឹងឲ្យដល់ចប់ណានឹងអាចចេះធ្វើតែម្ដងវាឆ្ងាញ់ពេកហាត់ដល់ចប់ញ៉ាំសិនជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាវាខាងមកកាន់វីដេអូបាច់ឆាយ៉ាំម្ដងទៀតហើយហើយនេះគឺជាវីដេអូដែលខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបធ្វើដំណាប់ស្វាយហើយក៏ជាវគ្គបញ្ចប់នៃការធ្វើដំណាប់ស្វាយរបស់ខ្ញុំដែរអញ្ចឹងចំពោះវីដេអូមុនគឺពួកខ្ញុំបានបេះស្វាយនិងចិតស្វាយរួចរាល់ហើយប៉ុន្តែយើងអត់បានបំពេញធ្វើវានោះទេដោយសារតែខ្ញុំពេលនោះគ្រាន់តែចិតអត់ទាន់ហើយស្រួលផងខ្ញុំក៏ដល់ម៉ោងទៅបរៀនសិស្សក៏ទៅបាត់ទៅហើយក៏ទុកឲ្យបងស្រីរបស់ខ្ញុំនឹងគាត់ធ្វើតែម្នាក់ឯងអញ្ចឹងនៅពេលដែលខ្ញុំត្រឡប់មកពីបរៀនវិញហ្នឹងគឺស្វាយត្រូវបានត្រាំជាមួយទឹកកបោរួចរាល់ហើយទាំងអស់គ្នាហើយគាត់បានត្រាំជាមួយកធុនកូនក្មេងនឹងឯងអ្នកទាំងអស់គ្នាកុំថាអីថាវ៉ាន់ព្រោះដោយសារតែខ្ញុំអត់មានចន្ទៃផ្សេងសម្រាប់ត្រាំទេអញ្ចឹងពួកខ្ញុំបានលាងចន្ទៃកូនក្មេងនេះយកមកដាក់ត្រាំតែម្ដងអញ្ចឹងចំពោះការត្រាំស្វាយជាមួយនឹងទឹកកបោរបស់ខ្ញុំនឹងគឺខ្ញុំត្រាំមកយប់ទៅភ្លឺអ្នកទាំងអស់គ្នាក៏ពិតទៅវាលើសពេកហើយបើសិនជាយើងបានធ្វើនឹងចិត្តវារួចរាល់នឹងនៅពេលថ្ងៃយើងអាចត្រាំត្រឹមតែ1ម៉ោងឬក៏2ម៉ោងទៅបានហើយបន្ទាប់មកយើងលាងជំរះទឹកកបោនឹងចេញហើយយើងសម្រក់ទឹកឲ្យស្ងួតទៅយើងអាចយកវាមកកូរជាមួយនឹងស្ករបានហើយប៉ុន្តែដោយសារតែខ្ញុំនឹងវាពេលបថុចញិចពេកអញ្ចឹងត្រាំរយៈពេលហាងយូរបន្តិចហើយតម្រាំតែបានយកមកលាងនឹងគឺពួកខ្ញុំលាងនៅពេលព្រឹកតែម្ដងអាចនិយាយថាត្រាំមកយប់ពេញតែម្ដងអញ្ចឹងគ្រាន់តែងើបមកនាំគ្នាប្រមូលគ្នារៀបចំលាងតែម្ដងគ្រាន់តែថាលាងហើយភ្លាមមេឃរកភ្លៀងអញនិយាយថាភ្លៀងតាំងពីយប់មិញគ្រាន់តែពេលព្រឹកឡើងនឹងវាផ្អាកភ្លៀងសិនគ្រាន់តែខ្ញុំដាក់សំដិលនឹងគឺមេឃភ្លៀងតែម្ដងបើជ្រុលតែមេឃអត់សហការអញ្ចឹងយើងត្រូវលើកអីវ៉ៃវ៉ាន់របស់យើងនឹងចូលមកក្នុងផ្ទះដើម្បីរៀបចំធ្វើតែម្ដងហើយក៏មិនបានធ្វើភ្លាមៗទាំងអស់គ្នាងូតទឹកហើយញ៉ាំបាយថ្ងៃត្រង់ហើយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវាអញ្ចឹងចំពោះការធ្វើវិញទាំងអស់គ្នាគឺខ្ញុំធ្វើជាមួយនឹងខ្ទះមួយនេះឯងហើយចំពោះស្ករគឺខ្ញុំដាក់កន្លះគីឡូសម្រាប់មួយខ្ទះហ្នឹងហើយបើចំនួនស្វាយរបស់ខ្ញុំហ្នឹងប្រហែលជា1គីឡូកន្លះទៅ2គីឡូអ្នកទាំងអស់គ្នាដោយសារតែខ្ញុំហ្នឹងអត់សូវចូលចិត្តផ្អែមខ្លាំងតែបើសិនជាអ្នកទាំងអស់គ្នាចង់បានរៀងផ្អែមខ្លាំងដិតជាងនឹងបន្តិចអ្នកទាំងអស់គ្នាដាក់ស្កររៀងច្រើនជាងនឹងបន្តិចទៅអញ្ចឹងចំពោះការធ្វើវិញគឺខ្ញុំកូរស្ករហ្នឹងឲ្យឡើងជើងក្រងបន្ទាប់មកទើបខ្ញុំចាក់ស្វាយចូលបន្ទាប់មកយើងគ្រាន់តែកូរវាចុះឡើងរហូតដល់ស្វាយនឹងឆ្អិនហើយវាឡើងសភាពបែបនេះចាំយើងឈប់កូរវាអ្នកទាំងអស់គ្នាក៏អាចភ្លក់បានដែរនៅពេលដែលវាឆ្អិនគឺយើងភ្លក់មើលទៅដឹងថាឆ្អិនតែម្ដងហើយមានរសជាតិផ្អែមសព្វក្នុងសាច់ស្វាយតែម្ដងហើយទាំងអស់គ្នាអញ្ចឹងចំពោះស្វាយរបស់ខ្ញុំទាំងអស់ហ្នឹងគឺខ្ញុំកូរបានតែ3ខ្ទះហើយទាំងអស់គ្នាហើយខ្ញុំកូររៀងយូរដែររហូតដល់រសៀលប្រហែលជាម៉ោង3ទើបខ្ញុំអាចបានយកវាមកហាលហើយបើនិយាយពីមេឃវិញក្នុងមួយថ្ងៃហ្នឹងគឺគេអត់បើកថ្ងៃសោះតែម្ដងទេទាំងអស់គ្នាអញ្ចឹងអត់បើកថ្ងៃក៏ខ្ញុំត្រូវតែយកវាមកសម្ដិលដោយសារដំណាប់ស្វាយមួយនេះគឺយើងត្រូវការសហការពីថ្ងៃដោយសារតែយើងត្រូវការហាលវាជាចាំបាច់ដើម្បីឲ្យវាคล้ายទៅជាដំណាប់អញ្ចឹងខ្ញុំយកវាមកសម្ដិលរយៈពេលពីម៉ោង3ហ្នឹងដល់ល្ងាចគឺវាអត់ទាន់ស្ងួតទេអញ្ចឹងចំពោះការហាលរបស់ខ្ញុំហ្នឹងគឺខ្ញុំហាលរហូតដល់2ថ្ងៃទាំងអស់គ្នាអញ្ចឹងខ្ញុំសាវាទុកហើយស្អែកឡើងគឺមានថ្ងៃខ្ញុំចាប់ដើមហាលម្ដងទៀតគឺហាលរហូតទាល់តែវាស្ងួតតែម្ដងទាំងអស់គ្នាហើយបើនិយាយពីការហាលស្វាយហ្នឹងវិញទាំងអស់គ្នាខ្ញុំហាលបដាគឺញ៉ាំបដាអត់អាចទ្រាំបានទេបើរសជាតិវាគឺឆ្ងាញ់ខ្លាំងមែនតែម្ដងបើខ្ញុំឲ្យបន្ទុកអាទៅតែធ្វើហើយហ្នឹងឆ្ងាញ់ជាងអាពេលដែលហាលហើយនៅពេលដែលហាលហើយហ្នឹងគឺខ្ញុំអត់សូវចូលចិត្តញ៉ាំទេអាចនិយាយថាដោយសារតែធ្មេញរបស់ខ្ញុំហ្នឹងខាំអត់សូវដាច់ឬក៏មិនទេតែខ្ញុំអត់សូវចូលចិត្តទេទាំងអស់គ្នាអាធ្វើឲ្យដំបងហ្នឹងគឺឆ្ងាញ់ខ្លាំងតែម្ដងខ្ញុំញ៉ាំអស់មិនមែនតិចគីឡូទេពេលនោះតែដល់ពេលហាលហើយនេះខ្ញុំញ៉ាំបានដែរគាត់ថាបានតិចអញ្ចឹងទីបំផុតស្វាយដំណាប់របស់ខ្ញុំហ្នឹងគឺរួចរាល់ហើយអ្នកទាំងអស់គ្នាគឺហើយខ្ញុំប្រើរយៈពេលគឺរយៈពេល2ថ្ងៃពេញតែម្ដងបើគិតឲ្យស្រួលបួលទៅគឺមិនមែន2ថ្ងៃទេគឺ2ថ្ងៃកន្លះអ្នកទាំងអស់គ្នាព្រោះដោយសារថ្ងៃបេះហ្នឹងគឺកន្លះថ្ងៃបាត់ទៅហើយថ្ងៃដែលហាលនេះនឹងធ្វើហ្នឹងគឺ1ថ្ងៃ2ថ្ងៃហ្នឹងតែម្ដងនៅពេលដែលយើងហាលកាន់តែយូរគឺវាចាប់ដើមអស់កាន់តែច្រើនព្រោះដោយសារអ្នកញ៉ាំគឺឃើញហាលបណ្ដើគឺចាប់ដើមយកញ៉ាំបណ្ដើហើយអញ្ចឹងចុងបញ្ចប់ខ្ញុំទទួលបានតែ1កាតូហើយនឹង1កំប៉ុងនេះឯងអញ្ចឹងវីដេអូធ្វើដំណាប់ស្វាយរបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺចប់ហើយអរគុណអ្នកនរគ្នាមែនទែនសម្រាប់ការតាមដានវីដេអូមួយនេះអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ